bà cả sạc cùng đó bóng bóng dương thì dân bà chấm nếp số đó bóng bóng bà con dương bà vậy được khiêm trong pra bóng bóng nơi giúp đây bà cứ tiện tông từ nâng bà po mình lạc tiện tông từ nâng club FC Barcelona bà ta bà ca vị vua của club Barcelona nó cứ đó cầm rạch này hơi giúp đây anh chị bây giờ môi xa kê còn ông gì màu mùi này ta chạm ra bà thiệt bọt bà bị bẹo bao nhiêu ngàyនេះគឺយើងចាប់ដើមមកនិយាយរឿងបាសេមុនបើយើងឃើញថាbàក្រុម FC Barcelona bàក្រោយទៅពីបញ្ចប់បញ្ហាចម្រូងចម្រាសបាទទាក់ទងទៅនឹងការចាក់ចេញរបស់កីឡាករ Lionel Messi បាទអ្វីទៅប៉ុន្តែ Lionel Messi គាត់បានសម្រេចចិត្តបាទចុងក្រោយបាទគាត់បញ្ជាក់ចេញក៏ពិតមែនប៉ុន្តែក្លឹបគឺនៅតែអត់ទាន់អស់បញ្ហាទេបាទគឺអត់ទាន់អស់បញ្ហានៅឡើយទេបាទយើងឃើញថាបាទក្រុម FC Barcelona បាទចាប់តាំងពីដូរគ្រូបង្វឹកថ្មីបាទគឺលោក Ronald Koeman បាទដែលជាអ្នកចាត់ការទូទៅសញ្ជាតិហូឡង់បាទគាត់ចូលមកដឹកនាំបន្តពីលោកគេសេជានៅត្រឹមក្លឹបបដិញ្ញបាទឥឡូវនេះគឺមានបញ្ហាចម្រូងចម្រាសទៀតហើយបាទចំពោះអនាគតបាទគ្រូបង្វឹកថ្មីរូបនេះបាទពលគឺបាទក្រោយទៅពីគាត់បាទដឹកនាំបាទក្លឹប FC Barcelona បាទប្រកួតមិត្តភាពបាទពីប្រកួតកន្លងទៅនេះបាទគឺបានន័យថាសម្រាប់ថ្ងៃបើកឆាករដូវកាលថ្មីនៅក្របខ័ណ្ឌបាល់ទាត់បាទព្រីមឡាលីការបស់អេស្ប៉ាញរដូវកាល2020-2021បាទពលគឺបាសេឡូណាបាទត្រូវប៉ះជាមួយនឹងវីឡារៀលបាទថ្ងៃបើកឆាកបាសេប៉ះជាមួយនឹងវីឡារៀលហ្នឹងគឺបាទលោក Ronald Koeman ហ្នឹងគឺมันអាចបង្ហាញខ្លួនបានទេបាទចំពោះការដឹកនាំបាទថ្ងៃដំបូងនៅក្របខ័ណ្ឌបាល់ទាត់ឡាលីការបស់ប្រទេសអេស្ប៉ាញបាទយើងសួរថាហេតុផលអីបានលោក Ronald Koeman គាត់មិនអាចដឹកនាំឲ្យបង្ហាញខ្លួនសម្រាប់ការដឹកនាំដំបូងបាទសម្រាប់បាសេឡូណាទល់ជាមួយនឹងក្លឹបវីឡារៀលបាទពលគឺដោយសារតែបញ្ហាក្លឹបបាសេឡូណាគឺមិនទាន់ដោះស្រាយចប់សពគ្រប់បាទជាមួយនឹងគ្រូបង្វឹកចាំគឺលោក Quique Setién បាទលោក Quique Setién នេះគឺគាត់បានដាក់បណ្ដឹងតវ៉ាមួយបាទទៅកាន់បាទក្លឹបបាសេឡូណាបាទតាមរយៈមេធាវីរបស់គាត់បាទទាក់ទងទៅនឹងរឿងប្រាក់បាទន័យថាលុយបញ្ចប់បាទការបដិញ្ញរបស់គាត់បាទអញ្ចឹងបានន័យថាបាសេឡូណានោះគឺគាត់អត់ទាន់ដោះស្រាយដាច់ស្រេចទេបាទជាមួយនឹងលោក Quique Setién នៅពេលនេះបាទលោក Quique Setién នោះគឺគាត់បានដាក់បណ្ដឹងបាទដោយមានមេធាវីរបស់គាត់ជាអ្នកដាក់ពាក្យបណ្ដឹងទៅហើយបាទចំពោះក្លឹបបាសេឡូណាថាមិនទាន់ដោះស្រាយរឿងលុយចប់សពគ្រប់ទេបាទព្រោះថាកុងត្រារបស់គាត់គឺនៅសល់បាទជិត2ឆ្នាំទៀតប៉ុន្តែបាទបាសេឡូណាគឺបានបណ្ដេញគាត់បាទក្រោយទៅពីបរាជ័យបាទចាញ់ FC Bayern Munich 8-2អញ្ចឹងបានន័យថាបាសេបាទអត់ព្រមធ្វើរឿងឲ្យដាច់ស្រេចបាទបណ្ដេញគាត់ចេញហើយអត់មានថាបាទបងលុយផ្ដាច់ឲ្យគាត់ទេអាហ្នឹងគឺយើងប្រឈប់គេមុនកងត្រាបាទន័យថាកងត្រា2ឆ្នាំតែនេះទើបតែដឹកនាំបាន1ឆ្នាំគឺបណ្ដេញគាត់ចេញអញ្ចឹងគាត់សុំប្រាក់បាទប្រាក់ខែប្រាក់ឆ្នាំដែលគាត់ត្រូវទទួលបានពីបាសេនៃសល់ប្រមាណទីនោះគឺទូទាត់ឲ្យគាត់អស់អញ្ចឹងឥឡូវនេះវាត្រូវសាមញ៉ាំហើយថ្ងៃបង្ហាញខ្លួនរបស់លោក Ronald Koeman ថ្ងៃប៉ះជាមួយនឹង Villarreal នេះបាទគឺលោក Ronald Koeman ហ្នឹងបាទគឺមិនអាចដឹកនាំការប្រកួតថ្ងៃបើកឆាកបានទេបាទរងចាំការសម្រេចពីបាសេឡូណាសិនបានន័យថាសហព័ន្ធបាល់ទាត់អេស្ប៉ាញនេះគឺមិនទាន់ទទួលបាននៅការសម្រេចចុះហត្ថលេខាទទួលស្គាល់លោក Ronald Koeman ជាគ្រូបង្វឹកពេញសិទ្ធិរបស់បាសេទេបាសេជាមួយលោក Ronald Koeman គាត់ព្រមព្រៀងគ្នារួចរាល់ហើយគាត់ត្រូវរើគ្នាហើយតែបាទនៅពីលើហ្នឹងគឺមានសហព័ន្ធបាល់ទាត់អេស្ប៉ាញបាទដែលជាអ្នកគ្រប់គ្រងលើបណ្ដាក្លឹបទាំងអស់នៅអេស្ប៉ាញអញ្ចឹងបានន័យថាវាសាមញ៉ាំបាទត្រង់ថាបាទគ្រូរបស់បាសេឡូណាបាទចាស់គឺលោក Quique Setién ហ្នឹងគាត់ត្រូវបានក្លឹបបដិញ្ញតែក្លឹបហ្នឹងគឺអត់បានដោះស្រាយរឿងលុយដែលនៅសេសសល់ឲ្យគាត់ទេហើយឥឡូវស្រាប់តែដល់ពេលយកគ្រូបង្វឹកថ្មីសញ្ជាតិហូឡង់លោក Ronald Koeman មកដឹកនាំហើយត្រៀមបើករដូវកាលថ្មីនៅសប្តាហ៍ក្រោយនេះបាទស្រាប់តែมันអាចបាទដឹកនាំបានទៀតបាទសម្រាប់ការបើកឆាកថ្ងៃដំបូងឥឡូវវាបញ្ហាវែងឆ្ងាយទៀតបាទសម្រាប់បាសេធ្វើអីធ្វើអត់ដាច់ស្រេចទេវែងឆ្ងាយបាទជួយចិត្តទុកអារឿងសេសសល់ហ្នឹងឲ្យនៅបាទហ្នឹងគេហៅថាការនេះសិនហើយសិនទៀតអត់ចេះដាច់ស្រេចទេបាទរឿងបាសេឡូណាណាថ្ងៃបើកឆាកប៉ះមួយ Villarreal លោក Ronald Koeman មិនអាចបង្ហាញខ្លួនបានបាទចំពោះបើការបង្ហាញខ្លួនបាទសម្រាប់ការដឹកនាំនៅរដូវកាលថ្មីរបស់គាត់ហើយ Quique Setién ដាក់បណ្ដឹងមួយជាន់ទៀតបាទជុំវិញរឿងនៅសេសសល់បាទជាមួយនឹងបាសេឡូណាអានេះទាក់ទងនឹងរឿងលុយឥឡូវវាបញ្ហាទៀតហើយបាទទាំងគ្រូចាស់គ្រូថ្មីអត់បានបង្ហាញខ្លួនហើយគ្រូចាស់នោះបាទទីរលុយអានៅសេសសល់អើយបាទបាសេឡូណាដូចវែងឆ្ងាយដល់ហើយនិយាយរួមទៅវាអត់មានអីច្រើនទេបាទជាមួយលោក Quique Setién ដូចជានៅប្រហែលអត់ដល់5លានប៉ុណ្ណឹងបាទលុយដែលនៅសេសសល់បាទក្រោយទៅពីក្លឹបបដិញ្ញគាត់ចេញតែបាសេជួយចិត្តទុកអារឿងអញ្ចឹងឲ្យជាបញ្ហាបាទគាត់អត់ clear ធ្វើអីឲ្យចប់ឲ្យច្បាស់លាស់មួយទេឥឡូវចាប់ដើមបាទចម្រងចម្រាស់ហើយជាមួយលោក Ronald Koeman
បើឆាតដោយការថ្មីហើយអត់បានដឹកនាំទៀតមិត្តភាពនេះគឺអត់បញ្ហាទេបើមិត្តភាពគឺគាត់អាចដឹកនាំបានពីប្រកួតដែលគាត់ដឹកនាំមិត្តភាពបាសេលេងនេះគឺអត់អីទេតែថ្ងៃប្រកួតផ្លូវការនេះបើដោយការសប្តាហ៍ក្រោយនេះហើយបាសេប៉ះមួយវីឡារៀលទៀតចុះមកទៅវារញ៉េរញ៉ៃបើចប់មួយរឿងចូលមួយរឿងចប់មួយរឿងចូលមួយរឿងចប់រឿងមេស៊ីឥឡូវចូលមកដល់រឿងគ្រូវឹកវិញឥឡូវមានតែចាំមើលចំណាត់ការបើការដោះស្រាយរបស់បាសេថាត្រូវថែមលុយប្រមាណទៀតដើម្បីផ្ដាច់កុំឲ្យពាក់ព័ន្ធបើជាមួយលោកគីកេសេជៀនព្រោះឥឡូវគាត់បានឲ្យមេធាវីរបស់គាត់ប្តឹងហើយបើតែប្រឹងទៅកាន់ក្លឹបបាសេឡូណាអត់ចេះចប់អត់ចេះហើយទេរឿងរ៉ាវមិនចេះចប់មកបាសេឡូណាឆ្នាំនេះវាដូចជាឆ្នាំដែលបាឡាក់ឆុងមិនដឹងទេអស់ពីបញ្ហាមួយមេស៊ីរឿងមេស៊ីចង់ចាចេញបើបញ្ចប់សពគ្រប់ឲ្យលួងមេស៊ីកុំឲ្យគាត់ចេញបានហ្នឹងឥឡូវចូលមកដល់រឿងគ្រូវឹកទៀតអាគ្រូចាស់នោះចេញទៅទៀមទាឲ្យសងលុយអាលុយនៅសេះសល់អាគ្រូថ្មីមកហើយអត់បានដឹកនាំទៀតដោយសារសហព័ន្ធបាល់ទាត់ហ្នឹងគេអត់ទាន់បាទទទួលស្គាល់អាហ្នឹងដឹងឮតែគ្នាឯងជាមួយក្លឹបហ្នឹងហើយសហព័ន្ធគេមិនព្រមឥឡូវវាវែងឆ្ងាយត្រង់ហ្នឹងទៀតនៅបាសេឡូណាហើយបើងាកមកមើលកីឡាករដែលត្រូវចាចេញមានអ្នកណាខ្លះបាទ Luis Suarez បើគឺកាន់តែគីមែនតើនៅក្នុងការផ្លាស់ទៅកាន់ទឹកដីទូរិនបាទជាមួយនឹងក្រុមខ្សែបកង់ Juventus បាទឮថាឃើញថាសារព័ត៌មានថ្ងៃមិញបានចុះផ្សាយថាLuis Suarez បាទរហស្សនាមរបស់គាត់ហៅថាថ្មិញមាសបាទគាត់ត្រូវតេស្តភាសាអេស្ប៉ាញជាមួយនឹងសាឡាបូរីនៅអេស្ប៉ាញនៅតេស្តភាសាអ៊ីតាលីបាទជាមួយនឹងសាឡាបូរីនៅអ៊ីតាលីសិនប្រសិនបើគាត់តេស្តជាប់អាហ្នឹងគឺគាត់អាចនឹងបាទទៅ 100% ហើយបើមុននឹង Luis Suarez ទៅលេងនៅ Juventus គឺត្រូវតេស្តភាសាអ៊ីតាលីសិនបាទគេមានសាលាភាសារបស់គេអញ្ចឹងបាទយើងដឹងហើយថាហេតុអីបានគាត់ត្រូវតេស្តភាសាអ៊ីតាលីហេតុអីបានត្រូវគាត់ឆ្លងកាត់សាលាភាសាអ៊ីតាលីបាទពលគឺគាត់បាទត្រូវចាចេញបាទដោយសារចាប់តាំងពីវត្តមានថ្មីរបស់គ្រូវឹកទៅជាតិហូឡង់លោក Ronald Koeman បាទគាត់ឈានជើងមកកាន់ទឹកដី Camp Nou គឺគាត់បាននិយាយឲ្យថាគាត់នឹងរៀបចំប្រព័ន្ធបាទក៏ដូចជាការរៀបចំនៅក្លឹបបាល់ទាត់ហេថាក្លឹបបាល់ទាត់បាទ Barcelona ទាំងអស់បាទមិនចំពោះតែកីឡាករណាមួយទេឥឡូវគាត់ចាប់ផ្ដើមរៀបចំហើយយើងដឹងហើយថា Rakitic គឺចេញមុនគេបាទទៅចូលរួមមួយសេវីយ៉ាហើយ Arturo Vidal ហ្នឹងបាទក៏រកផ្លូវដើម្បីបាទចាក់ចេញទៅចូលរួមជាមួយនឹងក្រុមបាល់ទាត់ Inter Milan បាទឥឡូវនេះគឺមានបាទ Luis Suarez មួយទៀតបាទ Luis Suarez អាចទៅចាប់ដៃគូគ្នាជាមួយនឹង Cristiano Ronaldo ព្រោះតែឥឡូវបាទសាលាភាសាអ៊ីតាលីហ្នឹងកំពុងឲ្យគាត់ទៅធ្វើតេស្តបាទមុននឹងគាត់ចង់ទៅអ៊ីតាលីទៅធ្វើតេស្តភាសាសិនតែគាត់អាចនិយាយបានអត់បើវាមិនអាចថាវាច្រើនទេគាត់ថាមកភាសាទូទៅគឺដូចយើងគេថាបាទធ្វើអាគុយ CM បាទភាសាខ្លះបាទទាក់ទងនឹងអាការនិយាយប្រចាំថ្ងៃហ្នឹងអញ្ចឹងចាំមើលឆ្លងកាត់ការតេស្តភាសាអ៊ីតាលីបើសិនបើចាំមើលតែ Luis Suarez គាត់អាចទៅរួចអត់អញ្ចឹងចាំមើលការរៀបចំលោក Ronald Koeman គាត់ទុកកីឡាករណាខ្លះគាត់បញ្ចេញកីឡាករណាខ្លះហើយថ្មីនេះឮថាបាទបាសេនោះគឺបាទចង់ទិញខ្សែប្រយុទ្ធពីក្រុមបាល់ទាត់ Lyon ដែរបាទគឺកីឡាករ Memphis Depay ទៀត25លានផោននេះប៉ុន្តែក្លឹបបាទមានបញ្ហាវិបត្តិហិរញ្ញវត្ថុដល់ពេលអញ្ចឹងក៏អត់ហ៊ានទិញវិញទៅបាទក៏ប៉ុន្តែ Depay នេះក៏មិនជាថ្លៃណាស់ណាដែរបាទតែកីឡាកររបស់ Manchester United បាទ Depay បាទលោក Ronald Koeman គាត់ចង់បាន Depay មកចូលរួមតែដោយសារក្លឹបបាទបងជួបបញ្ហារឿងលុយរឿងកាក់បាទដោយសារបញ្ហា COVID-19 ដល់ពេលអញ្ចឹងក៏បាទផ្អាប់ទុកសិនចាំមើលថាវាយកីឡាករណាចេញខ្លះហើយមួយទៀតបាទ Ousmane Dembele នេះក៏ក្លឹបបាទគិតថារក្សាទុកគាត់ដែរប៉ុន្តែបាទថ្មីនេះឮថាបាទក្រុមបាល់ទាត់បាទនៅអង់គ្លេសបាទគឺ Manchester City បាទចង់ចរចាទិញ Ousmane Dembele បាទយកមកដែរបាទលោក Pep Guardiola គាត់ចង់បាន Ousmane Dembele ព្រោះថាបរាជ័យក្នុងការយក Messi ដល់ពេលអញ្ចឹងមានតែដូរគោលដៅបាទទៅយក Ousmane Dembele មកវិញហើយយើងមើលថាក្លឹបបាទមានលទ្ធភាពបាទលោកកីឡាកររូបណាខ្លះពួកកងវ័យអ្វីដែលក្លឹបបាទត្រូវការចាំបាច់នេះគឺខ្សែប្រយុទ្ធហើយបាទសម្រាប់ Barcelona បើទោះបីជាមាន Trincao បាទ Trincao យប់មិញបាទឃើញថាការប្រកួតមិត្តភាពរបស់គាត់បាទ Barcelona លេងបាទឃើញថាមានការសរសើរពីមជ្ឈដ្ឋានបាទអ្នកគ្រប់គ្រងអ្នកវិនិច្ឆ័យបាល់ទាត់តែប៉ុន្តែយ៉ាងណាក្តីយើងចាំមើលថាលោក Ronald Koeman បាទគាត់បាទទុកកីឡាកររូបណាខ្លះមាន Ansu Fati មានបាទ Trincao បាទសុទ្ធសឹងតែកីឡាករវ័យក្មេងដែលបាទឡើងជើងអញ្ចឹងប្រហែលជាសមត្ថភាពពួកគាត់នឹងអាចនឹងធ្វើឲ្យលោក Ronald Koeman ចាប់អារម្មណ៍ក្នុងការជំរុញឲ្យពួកគាត់មានកន្លែងលេងពិតប្រាកដមួយបាទ Anthony Griezmann បាទក៏គាត់មានតួនាទីលេងពិតប្រាកដហើយស្របពេលដែលលោក Ronald Koeman គាត់យក Philippe Coutinho ពី Bayern Munich មកវិញបាទ Philippe Coutinho គឺនឹងត្រូវលេងបាទជាមួយនឹង Barcelona ចាប់ពីរដូវកាលថ្មីនេះតទៅបាទន័យថាឈប់ឲ្យក្លឹបណាខ្ចីជើងទៀតហើយបាទលោក Ronald Koeman គាត់ដាក់ឲ្យលេងពិតប្រាកដហើយបាទអញ្ចឹងបានន័យថារឿងរ៉ាវ Barcelona គឺបាទទាំងកីឡាករទាំងគ្រូបង្វឹកបាទទាំងក្លឹបគឺវាសាមញ៉ាំរដូវកាល
ឆ្នាំ2020នេះបើទៅនឹងចប់រឿងមេស៊ីថ្មីនេះឥឡូវចូលមកដល់រឿងគ្រូទៀតអាគ្រូនឹងទាំងថ្មីទាំងចាស់ទៀតអាគ្រូចាស់ទៅហើយអត់ដោះស្រាយរឿងលុយឲ្យគាត់អត់ទេបណ្ដេញគេចេញហើយឲ្យលុយគេទៀតអាណាគេព្រមគេមិនព្រមយកគេមកប្រើមិនឲ្យលុយទៅម៉េចហើយបណ្ដេញគេដូចឆ្កែដូចឆ្មាអញ្ចឹងគេមិនសុខចិត្តមិនអញ្ចឹងឥឡូវលោកគេសេជាដាក់មេធាវីដាក់ពាក្យបណ្ដឹងបាទតវ៉ាយកលុយមកលុយយកទាំងដល់5លានផងហើយមិនឲ្យគេទៅឆ្ងល់ដែរហើយឥឡូវរឿងមកដល់គ្រូវឹកថ្មីលោករ៉ូណាល់ខមមែននេះទៀតបាទសហព័ន្ធបាល់ទះអេស្ប៉ាញនឹងអត់ទាន់ទទួលស្គាល់គាត់ទេដោយសារបាទបញ្ហាគឺនៅសក់នៅបាទត្រឹមថាតើក្លឹបបាទបាសេដោះស្រាយជាមួយលោកគេសេសៀនចប់ហើយដាក់សំណើម្ដងទៀតទៅកាន់បាទសហព័ន្ធអានឹងបានបាទសហព័ន្ធគេទទួលស្គាល់ថាអូលោករ៉ូណាល់ខមមែនពិតជាគ្រូវឹកបាទពេញសិទ្ធិរបស់បាសេឡូណាមែនអញ្ចឹងហើយប៉ះមួយវីឡារៀលនឹងគឺគាត់អត់ទាន់បង្ហាញខ្លួនទេរឿងរ៉ាវមិនចេះចប់មិនចេះហើយទេបាសេឡូណាបាទប្រូឧស្សាហ៍ថាខ្ញុំអត់សាមទេឲ្យទៅថារឿងបាសេគាត់ចូលចិត្តស្ដាប់បាទ